បើក្បាលវីដេអូលើកនេះបានកូនស្រីធ្វើជាហុកឲ្យគេទៅថាបែរគេប្រកែធ្វើម្ហូបតំណងណានេះទៅថ្ងៃនេះគ្រូសាខ្ញុំគាត់ស្លម្សៅតែដល់ពេលអញ្ចឹងគាត់នឹកឃើញចង់មាននំវែងហើយម្សៅនេះក៏អត់បាយកិនដែរបងប្អូនគឺត្រាំអង្គហើយយើងកិនជាមួយនឹងម៉ាស៊ីនទឹកក្លុកទៅបើសិនជាមានប្រដាប់កិនទឹកក្លុកហ្នឹងណាអញ្ចឹងទៅក៏បានញ៉ាំហើយជឿទៅកិនកន្លែងគេអីវិញឆ្ងាយណាហើយនំវែងហ្នឹងគឺងាយស្រួលបំផុតហើយបងប្អូនហើយរសជាតិគឺតែឆ្ងាញ់គឺយើងមានគ្រឿងផ្សំដូចជាហើយសឹកខ្ទឹមម្សៅអង្គហ្នឹងទៅបងប្អូនកិនទៅណាតោះមកដាក់ទៅអំបិលប៊ីចេងបន្តិចទៅហើយពេលខ្លះក៏ដាក់មួយសាច់ដូងកោសបងប្អូនតែនេះខ្ញុំដាក់កាពើចឹងហើយក៏ឆ្ងាញ់មួយយ៉ាងដែរមួយយ៉ាងម្នាក់ដែរបងប្អូនរសជាតិនំនេះគឺថាពេលដែលយើងចម្អិនចឹងទៅគឺសាច់នំតុនណាបងប្អូនស្រួលញ៉ាំក្មេងៗក៏ចូលចិត្តញ៉ាំដែរកូនខ្ញុំដាក់មកអស់ឡើង3-4ដុំហើយបងប្អូនអើយនិយាយទៅពិសេសណាស់តែបានតែញ៉ាំក្តៅដែរតែបើត្រជាក់ដូចជាមិនសូវឆ្ងាញ់ទេបើអីក៏ដោយយើងញ៉ាំក្តៅដូចជាគុណភាពអាហារហ្នឹងគឺវាបន្ថែមរសជាតិតាមនឹងតែបើអាហារទុកចោលរៀងត្រជាក់ក៏បន្ថយតាមនឹងដែរទេបងប្អូននំនេះញ៉ាំពេលក្តៅគឺថាជក់មាត់ណាបងប្អូនហើយញ៉ាំអស់ពី3អត់ដឹងឆ្អែតទេហើយកូនខ្ញុំនេះគេឲ្យមេដៃឪគេ